ជំរាបសួរអ្នកនរគ្នានៅជួបជំនុំខ្ញុំសារជាថ្មីម្ដងទៀតហើយបានវីដេអូថ្មីក្នុងវីដេអូនេះដែរខ្ញុំបានមកបង្រៀនពីរបៀបដូរ password Facebook 2025ហ្នឹងហើយមុនដំបូងអ្នកនរគ្នាចុចចូលទៅក្នុង Facebook រួចយើងចុចទៅរកកន្លែង menu រួចយើងឲ្យចុចក្រោមបន្តិចយើងនឹងឃើញពី setting and privacy យើងចុចលើហ្នឹងមកយើងនឹងឃើញ setting ចុចលើហ្នឹងទៀតមកតមកយើងឃើញពាក្យ sign in account counter យើងចុចលើហ្នឹងមក cancel មកអ្នកនរគ្នាហ្នឹងហើយយើងនឹងឃើញពី password and security យើងចុចលើហ្នឹងមកតមកយើងនឹងឃើញពី change password យើងចុចលើហ្នឹងមកយើងចុចលើហ្នឹងទៀតមកតាមហ្នឹងហើយអ្នកនរគ្នាអាចចុចតាមខ្ញុំទាំងអស់អញ្ចឹងមកដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរកុំឲ្យខុសចឹងអ្នកនរគ្នាហើយយើងចុច forget your password ហ្នឹងហើយនេះជាយើងអាចដាក់តាម Gmail ឬតាមលេខទូរស័ព្ទអ្នកនរគ្នាបានបន្ទាប់មកគេនឹងផ្ញើលេខកូដ6ខ្ទង់តាមរយៈលេខទូរស័ព្ទរបស់យើងឬតាម Gmail ហ្នឹងហើយយើងរងចាំវាបន្តិចដើម្បីឲ្យវាផ្ញើមកអ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាបើអត់យល់កន្លែងណាអាច comment នៅក្នុងវីដេអូខ្ញុំបានណាហ្នឹងហើយឥឡូវគេឲ្យដាក់ពាក្យស្ងាត់ថ្មីយើងដាក់ពាក្យស្ងាត់ថ្មីហ្នឹងមកហ្នឹងហើយដោយសារខ្ញុំឯកជនភាពខ្ញុំសូមបិទpassword ខ្ញុំណាសុំ screenshot មួយទៅហើយអ្នកនរគ្នាអាចចុចបន្ទាប់មកឥឡូវយើងអាចដូរ password បានហើយរួចរាល់អ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាក្នុងវីដេអូក្រោយហ្នឹងហើយអ្នកនរគ្នាកុំភ្លេចជួយ subscribe YouTube ខ្ញុំម្នាក់មួយផង